មានពាក្យមួយបានផ្លាស់ប្ដូរទស្សនវិស័យរបស់ខ្ញុំហើយបានផ្លាស់ប្ដូរគំនិតរបស់ខ្ញុំជា DJ និង Music Producer នោះគឺគេបាននិយាយថាបើសិនជាយើងបានដាក់កម្លាំងកាយកម្លាំងចិត្តធ្វើការងារអ្វីមួយមិនថាជាសិល្បករគំនូរឬក៏ជាតន្ត្រីករឬក៏អ្នកនរគ្នាធ្វើការអ្វីផ្សេងដែល relate ជាមួយនឹងសិល្បៈបើសិនជាយើងបានធ្វើការងារយើងដាក់កម្លាំងកាយកម្លាំងចិត្តទៅលើការងាររបស់យើងធ្វើ 100% ហើយអ្នកនរគ្នាត្រូវប្រកាសថានៅពេលដែលសិល្បៈយើងធ្វើហើយយើងត្រូវតែ promote វាយើងត្រូវតែផ្សព្វផ្សាយវាយើងត្រូវតែបង្ហាញវាឲ្យអ្នកដទៃឃើញយើងត្រូវតែហូរញខ្លាំងនៅក្នុងការ promote សិល្បៈរបស់យើងពីព្រោះអីយើងបានធ្វើការយើងបានយកកម្លាំងកាយកម្លាំងចិត្តរបស់យើង 100% បានទៅដាក់នៅលើសិល្បៈដែលយើងបង្កើតហើយអញ្ចឹងអ្នកនរគ្នាត្រូវ make sure ថាពេលដែលសិល្បៈតន្ត្រីរបស់យើងចេញយើងត្រូវតែបង្ហាញឲ្យមនុស្សដទៃឃើញយើងត្រូវតែផ្សព្វផ្សាយវាកុំខ្លាចនឹងបង្ហាញសិល្បៈរបស់យើងទោះវាជាល្អឬក៏មិនល្អយ៉ាងហើយណាស់គឺយើងបានបង្ហាញវាគឺវាចេញពីបេះដូងរបស់យើងគឺចេញពីស្នាដៃរបស់យើងចេញពីគំនិតរបស់យើងផ្ទាល់ខ្លួនអ្នកនរគ្នាហើយមនុស្សជាច្រើនមែនតើដែលគេធ្វើឲ្យគេបោះបង់តែមិន promote សិល្បៈរបស់គាត់អញ្ចឹងខ្ញុំចង់ make sure អ្នកនរគ្នាថា promote វាចែកទៅពិភពលោកនេះបានឃើញចែកទៅមនុស្សគ្រប់គ្នាឲ្យគេបានដឹងអំពីសិល្បៈរបស់យើងពេលខ្លះសិល្បៈរបស់អ្នកនរគ្នាល្អប៉ុន្តែយើងគ្រាន់តែខ្វះការ promote កុំខឹងឬកុំតូចចិត្តបើសិនបង្ហោះការងារមិនមានអ្នកមើលមិនមានអ្នកគ្រប់គ្រងហើយបើសិនអ្នកនរគ្នាដូចជាតន្ត្រីករដូចខ្ញុំអញ្ចឹងខ្ញុំបង្ហោះបទចម្រៀងរបស់ខ្ញុំផុសនៅក្នុង TikTok ប្រហែលជា100វីដេអូជាមួយបទចម្រៀងដែរកុំខ្វល់ថាគេ judge យើងឬក៏កុំខ្វល់ថាគេនិយាយអីពីយើង This is how it work in this industry យើងត្រូវតែ promote ខ្លួនឯងពិភពលោកនេះធំពិភពលោកនេះស្រស់ស្រាយពិភពលោកនេះស្អាតកុំខ្វល់ថាគេថាយើងនឹង100វីដេអូផុសតែបទចម្រៀងដែរកុំខ្វល់អ្នកនរគ្នាអាហ្នឹងរបៀបយើង promote បទចម្រៀងរបស់យើងធ្វើដើម្បីខ្លួនឯងយើងជោគជ័យខ្លួនឯងជឿខ្ញុំអ្នកនរគ្នាមិនមែនអ្នក comment មិនមែនអ្នក judge ហ្នឹងមកជួយឲ្យយើងជោគជ័យនៅក្នុងជីវិតទេមនុស្សម្នាក់ៗមានការគិតខុសៗគ្នាអញ្ចឹងសរុបសេចក្តីរួមមកខ្ញុំចង់និយាយថាកុំមានភាពអៀនខ្មាស់ក្នុងការចែករំលែកសិល្បៈរបស់អ្នកទៅក្នុងពិភពលោកនេះ Peace and love guys